គឺមានបងប្អូនមួយចំនួនហ្នឹងគឺចាប់អារម្មណ៍ទៅលើរឿងវិនិយោគទុនហើយតែឥឡូវហ្នឹងគឺខ្ញុំអត់ដឹងថាតើវិនិយោគទុនរបៀបម៉េចហើយប្រើប្រាស់ interactive broker ហ្នឹងដោយវិធីណាដែរទេក្នុងថ្ងៃនេះគឺខ្ញុំចង់ឆ្លៀតពេលដើម្បីធ្វើជា basic អាចថា tutorial មួយសម្រាប់យើងទាំងអស់គ្នាដើម្បីបានដឹងថាតើយើង download របៀបម៉េចហើយយើងប្រើប្រាស់ទិញលក់ stock ដោយវិធីណាឡាក់ជាក្តីសង្ឃឹមរបស់ខ្ញុំគឺថាហ្នឹងវានឹងអាចជួយបងប្អូនបានថែមមួយរយៈទៀតកុំឲ្យយើងខាតពេលច្រើនយើងមកមើលនៅកាន់របៀបនៃការធ្វើតែម្ដងជំហានដំបូងហ្នឹងគឺយើងត្រូវទៅកាន់ website interactive brokers ដែលនៅក្នុង interactive broker ហ្នឹងបើយើងមើលទៅយើងមាន option ច្រើនអញ្ចឹងយើងទៅកន្លែង platform ដែលនៅក្នុង platform ហ្នឹងយើងអាច download app សម្រាប់យកមកដាក់ចូលនៅក្នុងកុំព្យូទ័ររបស់យើងហើយនៅក្នុងនោះយើងអាចមានជម្រើសប្រើប្រាស់កុំព្យូទ័រឬមួយក៏ download app សម្រាប់ដាក់ចូលនៅក្នុងទូរស័ព្ទដៃរបស់យើងប៉ុន្តែសម្រាប់ខ្ញុំ recommendation ជំហានដំបូងពេលដែលយើងចូលដំបូងអញ្ចឹងយើងគួរតែរៀនប្រើប្រាស់នៅកុំព្យូទ័រហើយសូម្បីតែកុំព្យូទ័រនឹងដាក់សោតអាចថានៅ Mac ហើយនឹង Windows PC អាចថារូបរាងវាខុសគ្នាបន្តិចដែរបងប្អូនបាទដោយសារនៅក្នុងទូរស័ព្ទដៃអាចថា platform គេឲ្យ option នោះមានកម្រិតណាពីព្រោះសម្រាប់ទូរស័ព្ទដៃនិយាយទៅនៅក្នុងហ្នឹងគឺគេដាក់នេះ IBKR desktop អញ្ចឹងយើង click ចូលទៅក្នុងទៅអញ្ចឹងគាត់នឹងមាន option ដើម្បីឲ្យយើងជ្រើសរើសតើយើងចង់បាន platform មួយណាដែរអញ្ចឹងយើង click យកទៅ try IBKR desktop ហ្នឹងអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគួរតែមាន option យើងឲ្យយើងច្រើនសម្រាប់កុំព្យូទ័រខ្ញុំហ្នឹងគឺគាត់ឲ្យមានជម្រើសច្រើនណាស់ Apple Silicon ឬមួយក៏ Apple Intel processor ដោយសារកុំព្យូទ័រ Apple ហ្នឹងកាលពីមុនគាត់ប្រើប្រាស់ Intel processor មិនមែនប្រើប្រាស់ chip របស់ខ្លួនគាត់ផ្ទាល់ទេអាហ្នឹង version ស៊េរីចាស់អញ្ចឹងកុំព្យូទ័ររបស់ខ្ញុំមែនតើស៊េរីចាស់ដែរអញ្ចឹងប្រើប្រាស់ Intel អញ្ចឹងយើង download យើងប្រើប្រាស់ download app នៅក្នុង process ហ្នឹងទៅហើយតែសម្រាប់បើសិនជាកុំព្យូទ័រគាត់ថ្មីឯងយើងសម្រាប់ Apple ហ្នឹងយើង download Apple Silicon ហ្នឹងទៅក៏ប៉ុន្តែក៏យើងអាចមានជម្រើសដែរបើសិនជាបងប្អូនប្រើប្រាស់ Windows PC វិញប្រហែលជា directly load ចេញមកឃើញ Windows តែម្ដងហ្មងបាទអញ្ចឹងយើងអាច download app របស់យើងតាមរយៈ Windows app តែម្ដងហ្មងទៅអញ្ចឹងបន្ទាប់ពីយើង click យកតាមជម្រើសរបស់យើងហ្នឹងទៅអញ្ចឹងគួរតែ pop up នៅក្នុង screen របស់យើងដូចខ្ញុំនៅក្នុង screen កុំព្យូទ័ររបស់ខ្ញុំនេះគឺចេញមក Trader Workstation ជាយើង double click ទៅលើ Trader Workstation ហ្នឹងទៅគឺយើងអាចចូលទៅកាន់ app ហ្នឹងបានហើយបងប្អូនបាទតែអានេះគឺខ្ញុំនិយាយនេះគឺក្នុងន័យ assuming ថាយើងបានបើក account កុងរបស់យើងនៅក្នុង IBKR ហើយរួចរាល់អីហើយអស់ហើយអញ្ចឹងជាទូទៅពេលដែលយើងបើក workstation ហ្នឹងគឺ download memory ដើម្បីប្រើប្រាស់កុំព្យូទ័រហ្នឹងហ្មងបាទអញ្ចឹងវាអាចនឹងស៊ីពេលតិចស៊ីសងល្បឿននៃ internet របស់យើងដែរបាទអញ្ចឹងបន្ទាប់ពីយើង download មកយើងវានឹង pop up screen ដោយលក្ខណៈ trader workstation លក្ខណៈអញ្ចឹងគឺមែនតើដោយសារនៅក្នុង interactive broker ហ្នឹងគឺយើងអាចមានជម្រើស trading live ហ្មងបានហើយយើងប្រើប្រាស់លុយរបស់យើងមកឬមួយក៏យើងធ្វើ paper money សិនមានន័យថាលេងសិនដោយសារនៅក្នុងការបត់បង្ហាញអញ្ចឹងខ្ញុំប្រើប្រាស់ជម្រើស paper trading បានហើយលុយខ្លាយហើយគេមែនតើគេឲ្យដល់តែ$1 លានដើម្បីយើង trade អញ្ចឹងយើងសាកល្បង trade ទៅកុំឲ្យដល់ខ្លាយឯងបើខុសមិនម៉ាយវានៅក្នុង paper trading ហើយដែលជាចំណុចល្អហ្នឹងគឺយើង user name password ហ្នឹងគឺយើងប្រើប្រាស់ user name password ខុសគ្នាដើម្បីធ្វើម៉េចកុំឲ្យយើងច្រឡំក្នុងថ្ងៃនេះហ្នឹងគឺដើម្បីជាបទបង្ហាញហ្នឹងគឺយើង log in ចឹងឯងយើងវាយ user name របស់យើងចឹងទៅហើយយើងវាយ password របស់យើងគួរតែ log in បានបាទអូខេហើយអញ្ចឹងធម្មតាវាអាចនឹងមាន loading យឺតនឹងលឿនស៊ីសងទៅលើ speed internet របស់យើងដែរ first time log in អញ្ចឹងយើងនឹងអាចមានឃើញ message មួយចំនួនដែរដែលគេ warn យើងដែរថានេះជា trading paper money ទេមិនមែនរបស់មែនតែនទេលាក់ហើយដល់ពេលយើង set up ដំបូងអញ្ចឹងយើងអាចឃើញមាន pop up screen មកអញ្ចឹងដូចជាក់ស្ដែងរបស់ខ្ញុំនេះគឺ pop up screen ព័ត៌មានអញ្ចឹងយើងអត់ត្រូវការមើលហ្នឹងទេអញ្ចឹងអ្វីដែលយើងមើលគឺយើងមើលឃើញ screen ទាំងមូលនៅក្នុងអេក្រង់នេះអញ្ចឹងនៅក្នុងអេក្រង់រួមហ្នឹងវាអាចមានប្រហែលចំណុចដែរអញ្ចឹងឥឡូវខ្ញុំគូសតាមនេះគឺចំណុចកន្លែងនេះគឺជាកន្លែងដែលយើង trade នឹងឯងបានថាចង់ទិញលក់អីគឺយើងជាទូទៅយើងប្រើប្រាស់នៅក្នុង dashboard កន្លែងហ្នឹងអញ្ចឹងក្រុមហ៊ុននេះ Google អញ្ចឹងក្រុមហ៊ុន Google Company យើងអាចទិញលក់អញ្ចឹងទៅនៅក្នុងខាងស្ដាំដៃវិញអេក្រង់នេះវិញគឺជាអេក្រង់ dashboard របស់យើងអញ្ចឹង portfolio របស់យើងថាយើងថ្ងៃក្រោយយើងមាន stock ប្រមាណអីយើងនៅក្នុងហ្នឹងឯងហើយយើងអាចមានជម្រើសជ្រើសយក favorite stock ណាខ្លះដែលយើងចង់តាមដានយើងអត់ទាន់ទិញទេប៉ុន្តែយើងចង់តាមដានវាហើយ favorite ហ្នឹងគឺសម្រាប់យើងថា stock ដែលយើងស្រឡាញ់ប៉ងចង់ទិញក៏ប៉ុន្តែអាចថាតម្លៃឥឡូវវានៅថ្លៃពេកឬមួយក៏អីអញ្ចឹងយើងអាចដាក់ចែកជា screen ហ្នឹងទៅដល់ពេល portfolio គឺ stock ដែលយើងមាននឹងដៃយើងអញ្ចឹងដោយសារនេះវាជារបស់ថ្មីខ្ញុំអត់ទាន់បានមានទិញលក់ stock អីទាំងអស់អញ្ចឹងគឺឃើញ portfolio ខ្ញុំអត់ទាន់មាន stock អីទាំងអស់តែយើងមានលុយអញ្ចឹង market value លុយរបស់ខ្ញុំឥឡូវមាន$1 លាន
អស់ចាយើងមាន1លានដុល្លារហើយកន្លែងនេះអេក្រង់ខាងក្រោមហ្នឹងគឺយើងអាចប្រើប្រាស់ស្អីផ្សេងទៀតបានទុកបានហើយខាងក្រោមបន្ទាប់ទៀតហ្នឹងគឺព័ត៌មានអញ្ចឹងអាចថា news អី relate ជាមួយនឹងទីផ្សារហ៊ុនឬមួយអីគេរុញមកតាមនីតិតាមពេលវេលាអញ្ចឹងទៅបងប្អូនហើយអេក្រង់ខាងក្រោមនេះទៀតសោតដែរបងប្អូនគឺយើងអាចជ្រើសរើសយក screen ខុសៗគ្នាហើយអាហ្នឹងមែនតើគឺសម្រាប់ activity អញ្ចឹងគេប្រាប់យើងថាអូខេឥឡូវ start រើសនេះឯងចង់ទិញ stock អីហ្នឹងហើយយើងអាចមានជំរឿនអញ្ចឹង mosaic format ឬមួយក៏ classic ឬមួយក៏ research ឬមួយក៏អីយើងអាចថាកន្លែងហ្នឹងឯងយើងចូលមក menu button តាមហ្នឹងអ្នកចាស់អញ្ចឹងគាត់ screen របស់គាត់បែបលក្ខណៈអញ្ចេះវិញប៉ុន្តែដល់ពេល mosaic នេះបែបលក្ខណៈទូលំទូលាយច្រើនជាងមាន graph មានអីទៀតបងប្អូនបាទហើយអញ្ចឹង obviously នៅខាងលើយើងហ្នឹងគឺជា screen ដែលវាមានឲ្យយើងបង្ហាញឲ្យយើងឃើញ graph របស់ Google តែម្ដងហ្មងហើយនឹងខាងឆ្វេងដៃនេះគឺ Google អញ្ចឹងអាចថាយើងមានព័ត៌មានលម្អិតហ្មងថាតើហាង chain Google នោះតម្លៃទីផ្សារប្រមាណទៅប្រមាណ high low លាក់ PE earning per share លាក់អីគឺមាននៅក្នុងហ្នឹងក៏តែសម្រាប់បងប្អូនយើងថ្មីហ្មងគឺខ្ញុំគិតថា screen អេក្រង់ខាងលើនេះគឺសំខាន់ជាងគេបំផុតហើយសម្រាប់យើងបាទអញ្ចឹងឥឡូវយើងបន្តចាប់ផ្ដើមតែម្ដងហ្មងខ្ញុំចង់ទិញ Google អញ្ចឹងខ្ញុំคลิกយក Google Stock ទៅបើសិនជាយើងចង់លក់យើងចុច sell ទៅបងប្អូនបាទអញ្ចឹងដល់ពេលយើងចុច buy ហ្នឹងគឺគេប្រាប់នេះសប្តាហ៍ហ្នឹង 330.7 ask 330.75 មានន័យថាម៉េចមានន័យថាអ្នកលក់គឺគាត់ចង់លក់តម្លៃ Google មួយហ៊ុនស្មើនឹង$330.75ក៏ប៉ុន្តែអ្នកទិញសប្តាហ៍នេះគឺថាអត់ទេគាត់ចង់បានតែ$330.7ទេអញ្ចឹងបើសិនមានអ្នកណាគេលក់ក្នុងតម្លៃប៉ុណ្ណឹងគឺគាត់នឹងទិញហើយអញ្ចឹងអាហ្នឹងន័យថាហាង chain ណា buy and sell អញ្ចឹងទៅបងប្អូនបាទអញ្ចឹងចំណុចហ្នឹងគឺវាសំខាន់ mid price នេះគឺថាជា option មួយបើសិនយើងចង់ជ្រើសរើស option ហ្នឹងមានន័យថាយើងប្រាប់ IBKR ហ្នឹងឲ្យគាត់ទិញ stock ក្នុងតម្លៃមួយមធ្យមភាគហ្មងរវាងហាង chain ដែលគាត់ចង់លក់តម្លៃដែលគាត់លក់ហើយនឹងតម្លៃដែលយើងចង់ទិញនេះធ្វើម៉េចព្យាយាមយកពាក់កណ្ដាលជាប់រហូតចឹងទៅ option chain អានឹងអាច advance option គឺខ្ញុំមិនចង់ចូលស៊ីជម្រៅទេដោយសារ confusing complicate សម្រាប់យើងថ្មីថ្មោងយើងបន្តសាច់រឿងយើងវិញអញ្ចឹងអានេះ QTY ហ្នឹងបានថា quantity យើងចង់ទិញហ៊ុនប្រមាណហ៊ុនបើសិនតម្លៃដែលយើងចង់ទិញនេះអញ្ចឹងយើងមានជម្រើសទៀតយើងចង់ទិញហ៊ុនឬមួយយើងចង់ទិញជាលុយពីព្រោះក្រុមហ៊ុនខ្លះថ្លៃដូចក្រុមហ៊ុនរបស់លោក Warren Buffett អញ្ចឹងមួយហ៊ុនរបស់គាត់ stock Berkshire Hathaway stock A ហ្នឹងមួយហ៊ុនដូចជា$70,000ជាងបងប្អូនអញ្ចឹងយើងណាតែមានលុយទិញមួយហ៊ុនរបស់គាត់អញ្ចឹងយើងថាអត់ទេខ្ញុំអត់មានលុយទេអញ្ចឹងខ្ញុំទិញជាដុល្លារវិញអញ្ចឹងយើងអាចមានជម្រើសដែរយើងអាចថាទិញជាហ៊ុនឬមួយយើងទិញដុល្លារយើងទិញដុល្លារខ្ញុំអាចកំណត់មកមានថាអូខេខ្ញុំមានតែ$500ទេឬមួយក៏$100ទេអញ្ចឹងខ្ញុំទិញ$100ហ្នឹងអញ្ចឹងគេឲ្យជម្រើសយើងអញ្ចឹងទៀតបើចំនួនដើមមែនតើហ្មងគឺយើងមិនសូវមានជម្រើសអញ្ចឹងទេមែនតើគឺថាយើង minimum គឺថាមួយហ៊ុនអញ្ចឹងឥឡូវយើងអាចថានៅក្នុងផ្សារហ៊ុនក្នុង platform online ចេះអីអាចយើងមានជម្រើសច្រើនគឺថាអូខេឥឡូវខ្ញុំយកតែមួយហ៊ុននេះ Google មួយហ៊ុនអញ្ចឹងបន្ទាប់មកយើងឃើញ LMT នេះអញ្ចឹង LMT ហ្នឹងគឺមានន័យថា limit បានថាយើងកំណត់យើងចង់កំណត់ទិញមួយហ៊ុនហ្នឹងក្នុងតម្លៃប្រមាណយើងអាចដាក់ថាអូខេខ្ញុំចង់ទិញតម្លៃ$330អញ្ចឹងយើងមើលឲ្យដោយសារ$330អាចថាអ្នកលក់គាត់ចង់លក់ឲ្យយើងទេពីព្រោះគាត់ចង់លក់តម្លៃ$330.75ក៏តែយើងប្រាប់ IBKR អញ្ចឹងថាកុំទិញ stock Google ឲ្យខ្ញុំឲ្យសោះរហូតតតែតម្លៃនេះធ្លាក់ចុះដល់$330បានសុំទិញឲ្យខ្ញុំបែបលក្ខណៈអញ្ចឹងដូចគ្នាដែរក៏ប៉ុន្តែក៏យើងមាន option ច្រើនដែរបងប្អូននៅក្នុងនេះអញ្ចឹងខ្ញុំអ្វីដែលខ្ញុំចង់ focus ហ្នឹងគឺទៅលើចំណុចបន្ទាប់ទៀតហ្នឹងគឺ mid price អញ្ចឹងយើងប្រាប់ IBKR វិញថាទិញតម្លៃខ្ញុំដាក់$330មែនក៏ប៉ុន្តែមើលតាមតម្លៃហាង chain ទីផ្សារហ្មងទៅយកពាក់កណ្ដាលរវាងអ្នកលក់ហើយនឹងតម្លៃអ្នកទិញអញ្ចឹងជាយាមយកតម្លៃពាក់កណ្ដាលមកដែលខ្ញុំគិតថាវារៀងគាត់បើជាងតិចបាទអញ្ចឹងយើងអាចជ្រើសរើសយករបៀបលក្ខណៈអញ្ចឹងឬមួយទៀតមកគឺ MKT នេះចង់សម្ដៅទៅលើ market price តែម្ដងមកគឺថាយើងនិយាយប្រាប់ទៅ IBKR ថាអូខេទិញ stock Google ខ្ញុំមួយហ៊ុនមកតាមហាង chain ទីផ្សារទៅអញ្ចឹងទីផ្សារគេលក់ប្រហែលទិញតាមតម្លៃហ្នឹងទៅអញ្ចឹងយើងមាន3 option យ៉ាងដែរមែនតើគឺមានអីផ្សេងទៀតក៏តែ option ហ្នឹងអាចថា AI ឬមួយក៏ advanced អញ្ចឹងយើងមិនបាច់ចាំខ្វល់ជាទូទៅយើងមើលទៅលើ3ចំណុចហ្នឹងទៅសាមញ្ញបំផុតហើយហើយចំណុចមួយទៀតដែរគឺខ្ញុំចង់និយាយប្រាប់គឺថាហាង chain តម្លៃដែលយើងឃើញនៅអេក្រង់នេះហ្នឹងគឺតម្លៃផ្សារហ៊ុនម្សិលមិញទេបានថា stock នៅប្រទេសអាមេរិកគឺម៉ោង9ព្រឹកគាត់អីគាត់បើកហើយអញ្ចឹងវាអាចលំបាកម៉ោង4ព្រឹកយើងអីចឹងម៉ោង4ម៉ោង5ព្រឹកយើងចឹងភ្លឺយើងអញ្ចឹងក្នុងន័យហ្នឹងដល់ពេលយើងម៉ោងថ្ងៃយើងធ្វើការនេះបានថាយប់គេនោះចឹងផ្សារហ៊ុននោះអាចនឹងបិទបាត់ទៅហើយអញ្ចឹងដល់ពេលទីផ្សារហ៊ុនគេបើកព្រឹកម៉ោង9ព្រឹករបស់គេនោះវិញអញ្ចឹងអាចថាតម្លៃហាង chain នោះវា load ខុសពីអ្វីៗដែលមានហើយអូខេអញ្ចឹងយើងបន្តទៅមុខទៀតក្រៅពីដាក់តម្លៃ stock ដែលយើងចង់ទិញហ្នឹងគឺយើងមានជំរឿនមួយទៀត day ហ្នឹងមានន័យថា
ថាយើងប្រាប់ទៅ IBKR ថាក្នុងមួយថ្ងៃហ្នឹងឯងឯឡើងខ្ញុំប្រហែលជាដូរចិត្តហើយអញ្ចឹងថ្ងៃហ្នឹងគឺថាខ្ញុំចង់ទិញក្នុងតម្លៃ$330បើអត់បានអាហ្នឹងទេគឺកុំទិញឲ្យខ្ញុំឯសោះឬមួយក៏ GTC អញ្ចឹង GTC ហ្នឹងគឺគេចង់សម្ដៅថា good till cancel មានន័យថាព្យាយាមទិញ stock Google ឲ្យខ្ញុំក្នុងតម្លៃ$330បើថ្ងៃនេះទិញបាននេះស្អែកបើមិនស្អែកបាននេះតរហូតដល់ cancel វិញអញ្ចឹងជាទូទៅវាអាចរាប់រយថ្ងៃទេបងប្អូនបើសិនជាពេលខ្លះហ្នឹងជួនកាលយើងអត់ចង់ខ្វល់យើងតម្លៃហាង chain គេ$330ក៏តែយើងថាដាក់320ឬមួយអីអញ្ចឹងជួនកាល stock ហ្នឹងមិនដែលធ្លាក់ដល់តម្លៃទាបហ្នឹងអញ្ចឹងយើងមានជម្រើសផ្សេងទៀត overnight plus day ឡាក់នៅក្នុង option គេមានជម្រើសច្រើនក៏ប៉ុន្តែខ្ញុំគិតថាយើងមើលតែ2ចំណុចហ្នឹងទៅវាសមរម្យហើយបាទពីព្រោះអាហ្នឹងវាគ្រប់គ្រាន់ហើយបើ advance នេះក៏អាចថាមានរឿងច្រើនយើងចង់ទិញរបៀបលក្ខណៈយ៉ាងម៉េចបន្ថែមពីលើហ្នឹងទៀតហើយនិយាយជាក់ស្ដែងហ្មងគឺខ្ញុំក៏មិនដែលបាន try ដែរបងប្អូនបាទពីព្រោះវាអត់សូវចាំបាច់ព្រោះសម្រាប់យើងជាអ្នក normal investor យើងក៏ចង់ទិញលក់តាមកាលវេលារបស់យើងចង់បានហ្នឹងប៉ុណ្ណឹងខ្ញុំគិតថាវាគ្រប់គ្រាន់ហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើង happy ហើយយើងសប្បាយចិត្តនឹងអាហ្នឹងហើយយើង ready ហើយគឺយើង submit មកបានថាយើងចុច enter គឺយើង ready នឹងបាយហើយអញ្ចឹងបន្ទាប់មកគឺមិនដែលយើងដាក់ភ្លាមហ្មងទេគឺគាត់ pop up screen ចេញមកនេះគឺដើម្បី confirm យើង order confirmation អញ្ចឹងគាត់ប្រាប់យើងណាអ្នកឯងចង់ទិញតម្លៃ Google នោះក្នុងតម្លៃប្រមាណហ្នឹងគឺគាត់ប្រាប់ order description buy one ក្នុងតម្លៃ limit price $330ហើយអញ្ចឹងគាត់ប្រាប់ message ខាងក្រោមទៀត you are trying to submit an order without having a market data អញ្ចឹងមានន័យថាម៉េចយើងចង់ទិញ stock មួយដែលវាអត់ live ទេមានន័យថាព័ត៌មាននេះគឺព័ត៌មានម្សិលមិញទេអញ្ចឹងអាចនឹងមានការផ្លាស់ប្ដូរឡើងហើយបើសិនយើងចង់ទិញ live វាក៏អាចបានដែរជាជាវ subscription អីចឹងណាក៏ប៉ុន្តែខ្ញុំគិតថាវាមិនចាំបាច់ទេព្រោះអាហ្នឹងយើងត្រូវបង់លុយបន្ថែមទៀតសម្រាប់យើងជាអ្នក trading ឬមួយក៏ investing stock សាមញ្ញធម្មតាអញ្ចឹងខ្ញុំគិតថាយើងមិនចាំបាច់ទេខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំបបិសោតខ្ញុំ7 8ឆ្នាំ10ឆ្នាំនៅក្នុង investment ហ្នឹងក៏ខ្ញុំមិនបានស៊ីជម្រៅចាយពេលវេលានៅហ្នឹងហើយចាក់ចង់ចំណាយលុយនៅហ្នឹងដែរវាអត់សូវសំខាន់សម្រាប់ខ្ញុំបាទអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើងខាងក្រោមនោះគឺគាត់សង្ខេបឲ្យយើងគេថាអ្នកឯងចង់ទិញតម្លៃ$330ខ្ញុំនឹងយក commission អ្នកឯងអញ្ចឹងគាត់ charge fee យើង$1ហើយបងប្អូនអា fee ហ្នឹងវាអាចខុសគ្នាទិញទួចដែរស៊ីសងយើងមាន option ផ្សេងឬមួយក៏ trading platform មួយអាចការគិតរបស់គាត់អាចខុសគ្នាតែជាទូទៅខ្ញុំគិតថា IBKR fee របស់គាត់អីវាសមរម្យដែរទេមិនសូវជាធ្ងន់ដែរទេហើយអញ្ចឹងនៅខាងស្ដាំដៃនេះគឺគាត់សង្ខេបឡើងវិញអញ្ចឹងមានន័យថាបើយើងមានឥឡូវយើងមានលុយ$1 លាននេះអញ្ចឹងបើយើងទិញ300អស់លុយ$331អញ្ចឹងអាចថា equity របស់យើងហ្នឹងទ្រព្យសម្បត្តិរបស់យើងវានឹងធ្លាក់ចុះបន្តិចហើយធ្លាក់ចុះបន្តិចក៏ប៉ុន្តែយើងកើនមកវិញយើងអាចកើនមកវិញជាហ៊ុននៅក្នុង Google ឡើងអញ្ចឹងទៅអាហ្នឹងគេសង្ខេបរឿងបើសិនយើងថ្ងៃក្រោយយើងមាន option margin អីគឺនៅនឹងឯគេបញ្យល់ប្រាប់អញ្ចឹងសម្រាប់ខ្ញុំខ្ញុំមិនសូវជាបានស៊ីជម្រៅមើលកន្លែងហ្នឹងដែរទេបាទសំខាន់គឺយើងគ្រាន់ថាអូខេ pop up screen យើងមើលម្ដងពីរដងដើម្បីយល់អញ្ចឹងទៅក៏តែថ្ងៃក្រោយទៅយើងមិនសូវ pay attention ទេគ្រាន់ថាសំខាន់គឺគ្រាន់តែយើង make sure មើលនៅក្នុង order description នេះថាតើវាពិតជាក្រុមហ៊ុនដែលយើងចង់ទិញមែនអត់មិនយើងចង់ទិញមួយហ៊ុនទៅចុចទៅដាក់លេខ1000ហ៊ុន100ហ៊ុនអីឬមួយក៏អីជួនកាលយើងអាចភ្លេចដៃវាអូតូអីចឹងយើងអាចធ្ងន់យើងដែរអស់លុយយើងច្រើនអញ្ចឹងអេក្រង់នេះគឺជួយយើងការពារខ្លួនយើងដែរដោយសារយើងព្យាយាមទិញ stock នៅក្នុងពេលដែលផ្សារហ៊ុនក៏អត់ទាន់បើកអញ្ចឹងអាចថាយើងអត់មាន option ចុច OK buy ទេអញ្ចឹងគឺដាក់ override and transmit មានន័យថាយើងបង្ខំឲ្យ IBKR ហ្នឹងទិញតម្លៃ$330ដោយអត់ដឹងថាតម្លៃមែនតែនពិតប្រាកដប្រហែលទេអញ្ចឹងខ្ញុំចុច override and transmit ហ្នឹងអញ្ចឹងក្នុងន័យហ្នឹងគាត់ pop up screen ទៀតគាត់បញ្យល់ប្រាប់យើងថារបៀបគាត់ធ្វើមិនអីចឹងឡាក់អីចឹងមែនតែខ្ញុំដាក់ always use ហ្មងបានថាមិនបាច់ចាំ pop up screen ហ្នឹងម្ដងទៀតអីទេបាទអញ្ចឹងយើង OK ទៅអញ្ចឹងមានន័យថា order message របស់យើងបានថា take over អញ្ចឹងនៅក្នុងខាងក្រោមនេះKing load Google ទេអាហ្នឹងបានថានៅក្នុងសកម្មភាពការងាររបស់យើងហ្នឹង order confirm ថាយើងទិញ stock ប៉ុណ្ណឹងអាហ្នឹងបើសិនជា live វិញបងប្អូនគឺដាក់ទិញផងជួនកាលដោយសារមានគេទិញលក់ច្រើនអញ្ចឹងគាត់ដាក់ទិញពើអញ្ចឹងគឺទិញបានហ៊ុនភ្លាមតែម្ដងបងប្អូនអត់ចាំយូរទេអា status record ហ្នឹងគឺនៅក្នុងកន្លែងហ្នឹងរហូតដល់យើងអាចទិញ stock ហ្នឹងបានអញ្ចឹងជាទូទៅយើងទិញបានតតែផ្សារហ៊ុនវាចាប់ដើមបើកបានយើងមាន activity ហ្នឹង